folder TP. Nạp xé theo bài Fine được rồi. theo bán là share screen em mới không theo hai này lại theo hai này Cầm thơ ban là TP ra submission atau ban thơ bằng itu. Ni bóng từ set ownership ao ya folder mới sana chẳng thế Bagus, set root yang high, set ownership root yang high. Dan jangan set commission pun high. set the
này thầy hỏi hai teh mơ này hai này sẽ đi từ bảy mũi dương revoke permission cho hãy ban permission đi lại
យើង set permission ឲ្យវាវិញមកយើង set ownership ឲ្យយើងដំបូងឥឡូវនិយាយសម័យតែគ្រប់ folder ទាំងអស់គ្រប់ folder ទាំងអស់នៅក្នុងហ្នឹងត្រូវ set ownership មុនសិនឲ្យទៅ ownership user ណាយើងគិតមើលទៅតមកបានយើងចាប់ដើម set permission ចឹង folder ទាំងអស់មកពីយើង remote permission អស់ហើយយើងចេញសូនហើយចឹងយើងត្រូវ set permission ឲ្យ folder មួយសាមីយើងគិតមើលទៅpermission យើងត្រូវឲ្យយ៉ាងម៉េចអាលេខ3ខ្ទង់ហ្នឹងលេខខ្ទង់ទី1គឺសម្រាប់ owner ថា owner អាចធ្វើបានមកខ្ទង់ទី2សម្រាប់ group អញ្ចឹងសម្រាប់គឺបានថា user នៅក្នុង group តែមួយអាចធ្វើបានខ្លះតមកខ្ទង់ទី3គឺ other user អាននៅក្រៅពី group ហ្នឹង user ក្រៅពី group ហ្នឹងគ្រូខ្ញុំ set permission វាមិនខ្ញុំនិយាយបានតាមអត់ទាន់ខ្ញុំ set នេះរួចអស់ហើយខ្ញុំ set owner រួចអស់ហើយប៉ុន្តែនៅ permission មួយខ្ញុំអត់យល់ថាពី0ដល់7វាស្អីគេខ្លះយូរទៅបានមើល slide មិញខ្ញុំមើលហើយគ្រូប៉ុន្តែឥឡូវមើល slide បាទវាមាន read ហ្នឹងគឺលេខ4 write ហ្នឹងលេខ2ហើយ execute លេខ1លេខ0ហ្នឹងអត់ទេអស់លេខ7លេខបូកចូលគ្នាយល់ហើយលេខបូកចូលគ្នាអាមួយខ្ទង់ហ្នឹងបូកចូលគ្នាពេល execute បូកចូលគ្នាចេញប្រមាណឥឡូវបើសិនយើងចង់បានតែ read ទេគឺលេខ4អញ្ចឹងបើសិនយើងចង់បាន read ផង write ផងបូកចូលគ្នាគឺ6 4មក2 6ហើយបើសិនចង់បានទាំងអស់ read write execute 4មក2មក1វា7អញ្ចឹងធំជាងគេមាន7ហ្នឹងឯងបាទគ្រូ ចឹងបើសិនធំតែ read ទេគឺលេខ4លេខ4លេខ5លេខ6លេខ7មានប៉ុណ្ណឹងឯងលេខ1លេខ2អាហ្នឹងដាក់ក៏បានលេខ1ហ្នឹងគឺត្រឹមតែ execute បានថាអាចចូលទៅមើលបានតែអត់អាច read បាន execute ហ្នឹងចំណាំបងបើសិនជាអត់ដាក់ទេគឺបើក folder ចេញឯងសម្រាប់អ្នកអត់មានសិទ្ធ execute ណាចឹងអ្នកអត់មានសិទ្ធ execute បើក folder ចេញចុចទៅគឺ deny ណាគេសួរមិញធ្វើហើយ share screen បានអាចតេស្តមើលមើលគ្រូចូលអា TC ហ្នឹងគឺចង់ធ្វើមិនវិញគ្រូ TC ពីណាម៉ាត់ទី4 C អាហ្នឹងយើងត្រូវបញ្យល់ហ្នឹងឯងអាហ្នឹងត្រូវបញ្យល់ថាយើងចង់យើងត្រូវធ្វើម៉េចដើម្បីឲ្យវា secure បាទខ្ញុំរួចហើយបញ្យល់ទៅគ្រូអាចធ្វើបានខ្លះសិស្សអាចធ្វើបានខ្លះសិស្សមួយអាចធ្វើបានខ្លះបាទខ្ញុំធ្វើរួចហើយគ្រូខ្ញុំបញ្យល់ហើយគ្រូខ្ញុំមិនណែឥឡូវ say comment ហើយណែខ្ញុំធ្វើរួចហើយតែតេស្តហើយចឹងខ្ញុំបើ share screen បាទ
គ្រូឃើញរបស់ខ្ញុំទៅគ្រូបាទនេះខ្ញុំទៅធ្វើខ្ញុំរៀបចំធ្វើការថ្មីយ៉ាគ្រូស្ដាប់ទៅធ្វើការថ្មីឃើញនឹងធ្វើខុសហើយខ្ញុំ set owner ឲ្យចំពោះ student teacher ហើយនឹង student មាន1 2 3ចំពោះ resource ហ្នឹងខ្ញុំដាក់ឲ្យទៅ teacher ខ្ញុំដាក់ permission គឺ7 5ហើយនឹង4ខ្ញុំចង់និយាយថា user គាត់អាចគាត់ full control ហ្មងថាគាត់អាចធ្វើបានទាំងអស់ចំពោះ group គឺគាត់មានសិទ្ធិបានត្រឹមតែ read ហើយនឹង execute ប៉ុណ្ណោះឯងពេល order ខ្ញុំឲ្យគាត់ permission គាត់បានត្រឹមតែ read ប៉ុណ្ណឹងឯងព្រោះហ្នឹងជា resource ចង់និយាយថាគឺមកវាប៉ះពាល់ឬក៏បាត់បង់អីទាំងអស់ក្រៅពី user គឺឲ្យណាប៉ះពាល់ទេយើងថាក្រៅពី user ហ្នឹងយើងអាចបានត្រឹមតែ read ប៉ុណ្ណឹងឯងហើយចំពោះ TP វិញគឺរបស់ student គឺយើងឲ្យពួកគាត់ full control តែម្ដងទៅចង់និយាយចឹងព្រោះហ្នឹងជាកិច្ចការរបស់គុណសិស្សហើយយើងអាចគិតថា student ក៏មានអ្វីដែលគាត់បាន submit ហ្នឹងគឺទុកនៅក្នុង computer របស់គាត់ដែរហើយចាណៃគេអ្នកអូន TP1 TP2 គឺ student owner TP1 student 1 2 student 1 student 2 TP1 ownership បានតែម្នាក់ណាបាទយើងមិនសិនយើងសេអញ្ចឹងមកថាចុងក្រោយ owner ហ្នឹងគឺ student 2ឯងហើយ student 1ឯងគឺខុសដែរលទ្ធផល owner TP គឺណាគេចុងក្រោយគឺ student 2 owner TP គួរតែជាសិស្សឬក៏ជាគ្រូគឺជាគ្រូមិនត្រូវខ្ញុំមកបានset owner TP ទេខ្ញុំតែដាក់ខាងក្នុងហ្នឹងក្នុង OS ហ្នឹងហើយយកបាន set owner TP ទេ set តែ TP1 ប៉ុណ្ណឹងឯងពូនៅខាងក្នុងតាមថៃគឺ TP1 ហ្នឹងគឺ owner គឺ teacher បាទតើមកក្នុង TP1 ហ្នឹងមាន folder student 1 និង student 2ចឹងបាទ owner ហ្នឹងគឺម្នាក់មួយឲ្យ student 1 student 1ទៅ student 2 student 2ទៅបាទresource owner គឺ teacher ទៅតែបាទហើយនៅក្នុង folder resource មិនបាច់គិតទេណាមានអីផងក្នុង resource អត់មានអីផងចុះក្នុង folder TP1 មាន student 1 student 2តែខ្ញុំ set ខុសបាត់ហើយ set សាមៃទេយើងអាចចង់និយាយថាយើង permission យើងអាច change មកធម្មតាវិញបានតែគឺមិនយើងចង់ដូរប្រហែលដងក៏បានចឹងក៏ sudo change រហូតដែរsudo change own ណាគេអ្នកធ្វើ owner គិតថាឲ្យ teacher គាត់ធ្វើ owner ទៅ TP1 ហ្នឹង teacher ធ្វើ owner TP1 ទៅមកខ្ញុំទៅក្នុងទៀតមកមើលថាមើល permission TP1 ហ្នឹងអីគេ ls បាទបាទ ls ដល់ l មើលអូ7ទាំងអស់បាទយើងត្រូវដូរទៅជាអីដែរ754ដែរអូខេ754មកក្នុងហ្នឹង set owner ហើយដែរបាទខ្ញុំនៅខាងក្នុងទៀតនៅ student អ
insert owner ls đọc l ls đọc l mà nó chỉ toàn xác định hàng nông toàn set permission này và insert nè trong đây to thầy hàng set trái permission mình và owner ai thấy bànទាំងអស់តើមកគ្រប់ជាមួយគ្នាអាចធ្វើបានបានត្រឹមតែអត់អាចធ្វើបានទេតែរីកកំបានរាយកំបាន execute កំបាន ទៅថាគាត់រៀបបានយើងគេពុកធម្មតារបស់ student យើង student 1យើងឲ្យគាត់អូខេធ្វើអីធ្វើតែគឺពេញចុះ change permission ណា CX មកសេខុស sẽ khó ហើយវាយលេខមិនវាយអសហើយលេខមក តែយើងដាក់ permission វាអត់ CH on ទៅ អូ CEO នេះតែ បាទ on ហើយខ្ញុំ CH mod CH mod ឲ្យមើលដែរអញ្ចឹង student មួយអាចមើល student 2បានអញ្ចឹង student 2អាចមើល student 1បាន ជាបានទេព្រោះធម្មតាធ្វើឲ្យរៀងខ្លួនហើយព្រោះมันមកមើលគឺថាធ្វើឲ្យរៀងខ្លួន ណែអញ្ចឹងគួរតែឲ្យមើលគ្នាឃើញអត់ គឺជំគួរឲ្យទេ ណែអញ្ចឹងអត់ឲ្យអញ្ចឹងបើសូនសូនអញ្ចឹង បាទគឺសំខាន់ អូខេ គឺដូចគ្នាដែរអត់ទៅ ឥឡូវចាប់ដើមlog in ជា student មួយមកឈប់ណែ log in ជា student មួយសិន log in ជា student មួយបង ណែ sudo អត់មានដាក់ password ទេ exit set អត់ប្រើ sudo ឯងតាមទៅ su ឯង su student មួយអត់ដាក់ password ទេ អត់ដាក់ទេគ្រូ អត់ទេអាហ្នឹងវាត្រូវមាន password អរេ set password ឲ្យវាសិនមកទេ set password ខ្ញុំមិនធ្វើ password sudo password sudo save មកទៅវិញ sudo pass wd ហើយ student មួយមក enter អូ enter បាទហើយវាយ password password អត់ល្អទេ ហើយក៏គូដឹង គេដាក់ពេត password បាទ អូខេចឹងឥឡូវ log in ជា student មួយ បាទចូលហើយនេះចឹង មិនចេញអាដុល្លារហ្នឹងមកចឹង ចឹងហើយគ្រូ អូ su.m exit su. Okay,ចូល folder student មួយមក ls មក ls ឃើញ student folder student 2អត់អូទេls កាទេ បាទអីគេគ្រូអត់ដូចអត់កើតទេគ្រូដាក់ថា permission denied ហើយហមខ្ញុំដាក់0ទាំងអស់ហើយ
មួយវិញចូល TP មួយហើយចូលជាប់កើតមើល TP មួយនេះគេ commission នេះគេ 7 54 4នៅថា4 owner teacher អូចឹងហ្នឹង55មិនទៅ55វិញហ៎ ហើយដោយសារតែstudent នេះអត់នៅគ្រប់ជាមួយ teacher ទេអញ្ចឹងវាជា other user student ហ្នឹងជា other user អញ្ចឹងទៅពេលយើងអត់ដាក់ set ឲ្យ execute ទេអញ្ចឹងបត់ folder ចេញមកដល់50 55 TP មួយ TP អូខេតើមកទៅ login ជាណាអូប្រើពី terminal អូខេបាទ CD xong rồi đó TP1 bạn này mới LS cả đây បាទ ok cho studentមួយ ចូលបាន ok កើត file អីក្នុងហ្នឹងទេកើត file ទៅសេអីចូលក្នុងហ្នឹងទេ echo អីចូលក្នុង file ទេ បាទខកដល់ TXT ទៅក៏ ok រិះបានគ្រូ ឥឡូវចេញពីអាហ្នឹងមកចេញពី folder ហ្នឹងហើយចូល folder student 2ចូលរួចអត់ គិតថាជាប់រួចទេ ណាចូលសិនអូខេចូលរួចថាចឹង login ជា student 2វិញមក បាទដល់អត់និយាយចំនួនទឹកនេះដែរគ្រូ set password ឲ្យវាសិនមក បាទ ចាំពេលគ្រូ chứអ្នកផ្សេងណាគេអត់ទាន់ច្បាស់លេខ permission ហ្នឹងគិតមើលតាមមិញទៅ7ហ្នឹងបានថាអាច read execute បាន5ហ្នឹងអាច read execute បាន
student và cho cái student thu ban rồi lại này ហើយ chân rồi ចូល student មួយកាត់ TVមួយ function line ហ្នឹងហើយឥឡូវ login ជា teacher វិញ បាទ login ជា teacher ខ្ញុំនិយាយទៅយកអត់ថាប៉ុណ្ណោះយ៉ាគ្លីកទៅ anh đuổi ở hai này cho nó từ su ấm teacher nếu như một câu hỏi for the student for the student ទៅចូល for student កាត់ hả ណែចូល function line ចាំបានថាអត់ត្រូវទេអញ្ចឹងយើងមើលព្រិនមើលសម័យLS គេកាត់ LS ដល់ L តបបានទៅលោក អូអូខេយើងគិតអត់ត្រូវអញ្ចឹងបានថាគ្រូគួរតែអាចចូលមើល folder student បានអញ្ចឹងគិតមែនថា other user អញ្ចឹង student teacher ជា other user បាទ អញ្ចឹងteacher ជា owner នៃ folder TP1 ទេ បាទខ្ញុំជា owner TP1 ada user នេះ754 755បានលោកគ្រូហើយផងដូចដែរ ហ្នឹង757 បាទ តែ757 student 2ប្រកាសជាអាចចូលមើល student 1បានទេ បាទ ជាង7 707 707វិញ1 អូខេហើយយើងនៅឆ្ងាយពេកបាទនៅឃើញមិញចូលបានគ្រូនេះអាន file កាត់ បាទ អាន file វិញ បាទអានបាន nè đã chị áo rồi bên này បាទអស់ហើយគ្រូ nè យើងសរសេរចម្លើយសរសេរ comment ឲ្យចូល Word ហើយ submit មកចឹង បាទគ្រូគ្រូយើង submit មកប៉ុន្មានគ្រូអា TP នេះគ្រូ rồi đó nhưng áo mà tích thế បាទ này mà tích đó đó បាទ nè sẽ toán đây cái này không là sao đọc vào mùi nè cô nó mà dân trong lúc pha nó lúc mà chứ không á lục phải
nhưng trong lục folder TP giúp cái lục cho dân hiện hỏi lục thằng mày ở thế nhưng ra là comment remove đặt folder nó tới via trên permission deny nè admin mày sẽ lên nói mà tha chứ ông sẽ lục từ ngày nhưng user kìa nhóm user em hay cũng rồi cái owner này kìa owner anh thời dân đăng owner bỏ folder em thêm là cũng này dân mưa lại nè đó cho là cũng owner sáng mày lục bao kìa mày cả à lấy chán đỏ rồi ơn à lấy đỏ ơn chỗ owner này kìa dân chỗ thực TP ấy dân đặt ở idol owner là chung là một cái thằng owner hoặc là cũng bảo chung kìa chung root lúc hữu root này bỏ root này mình đã root đấy nè lục ban trong lục ban đó change owner thì chung dây mình mà mình chẳng cho root lục tới chẳng thôi bằng cái nẹp sáng mình đấy nhưng sau pe đậm tí thiệt ngại dùm ra một đậm thiệt là cái trong tay mới trong tay chứ trong coi nó như rồi ATP NOTP nhưng rồi là dân trong set đó user với mỗi AT bạn khác rồi thì bảy sẽ xây comment ở từ tam ở thờ năng rồi là dân set đó chẳng từ bây giờ vì anh thợ xe ở được thợ rồi là dân set hỏi nó cứ thợ bạch qua thả rồi nó vì khó được cái trời cái permission តាមនោះតែខ្ញុំអត់ប្រកាន់ថា rule យើងមិនទេខាន់សេ permission ឲ្យត្រូវនឹង rule ចង់ឲ្យរៀបរយ execute មិនមានអ្នកផ្សេងទៀតអត់
chẳng đôi chia dương mình là assignment mỗi thế assignment complete thời phòng lần ra tiếp chỉ ở mấy chờ này tịnh tịnh ở dương mà mê riêng cho thế đây mình khổ bảo lòng midterm hỏi khá thế mình màn một ấy đôi pi một cái là khổ pi một một chiếc là network is distribute distribute bằng network hay software nó khổ software engineering nhỉ ba nó khổ hay là network okay. Cái ở tất cả những thứ midterm này tự cái bác như ngày kia លោកគ្រូ midterm ពីអីពី comment ក៏ពីលំហាត់យើងរៀន មេរៀនគួរលោកគ្រូចឹង midterm ហ្នឹងមេរៀនសុទ្ធលោកគ្រូអត់មានកូដទេ ហ្នឹងហើយអត់មក lab ផ្សេងដូចជារាល់ដងដូចជាអត់មានទេមក lab មក lab ភាគច្រើនយើងធ្វើ project វិញយើងអត់ប្រឡងទេធ្វើ project អូខេថ្ងៃច័ន្ទហ្នឹងថ្ងៃច័ន្ទថ្ងៃច័ន្ទទឹកក្រោយ midterm ប្រាប់គ្នាផងព្រោះយើងអនឡាញបាក់ដែរហ៊ានអនឡាញឥឡូវគេបិទសាលាជួទៀត លោកគ្រូhiện nàoពេលប្រឡងចឹងប្រឡង2ម៉ោងឬប្រឡងដាក់ deadline ដល់យប់លោកគ្រូ ឡើង2ម៉ោង ឡើង2ម៉ោងនេះទៅទៅវិញ thếគ្រូhọ đôngប្រឡងលោកគ្រូគាត់ខ្លាច online ចឹងខ្លាចដាច់ភ្លើងតែអញ្ចឹងគ្រូ មានន័យបញ្ហាអ៊ីនធឺណិតឬក៏អី អញ្ចឹងទៅម៉ោងដែលប្រឡង midterm ហ្នឹងគាត់ពជាដល់យប់រហូតហ្នឹងគ្រូ software ក៏ពជាដល់យប់ ចា៎ បាទ អូខេអញ្ចឹងពជាដល់យប់ដែរអញ្ចឹង
ឥឡូវតែមិនថាដូចជាអត់អីទេឥឡូវណាគេអាចធ្វើគិតចេះទៅចឹងណាគេអាចធ្វើឲ្យក្នុងរយៈពេល2 ម៉ោងក៏មានជា bonus ចឹងទៅហើយណាគេ deadline អាចយប់ត្រឹមយប់ចឹងទៅអាហ្នឹងធម្មតាអូខេមិនដែរគិតមិនដែរ អីគ្រូ ចាំអត់ក្រិតទេលោកគ្រូ ហ៎ អត់សក្រិតអ្នកដាច់ភ្លើងឧទាហរណ៍អ្នកដាច់ភ្លើងគេចង់គេចេះធ្វើដែរតែដល់ពេលដាច់ភ្លើងទៅគេអត់មិនទៅលោក អាសាដាច់ភ្លើងឬក៏មិន អត់ច្បាស់ដែរតាមថ្ងៃដែរលោកគ្រូថ្ងៃខ្លះដាច់ទៅថ្ងៃខ្លះអត់វាអត់ទៀង ហ្នឹងហើយវាអត់ស្រួលដែរ លោកគ្រូអញ្ចឹងថាភ្លើងដែរក៏វាល្អម្យ៉ាងដែរមិនតែឧទាហរណ៍អ្នកចេះហ្នឹងគេធ្វើគេអាចធ្វើបាននេះ2 ម៉ោងតែចង់គេដាច់ភ្លើងហ្នឹងលោកគ្រូ អាហ្នឹងគ្រាន់តែសរសេរដែរយើងគ្រាន់តែសរសេរដែរតែ បាទ ប្រើអ៊ីនធឺណិតទូរស័ព្ទទេយើងវិញ្ញាសាគឺសរសេរអញ្ចឹងប្រធានយើងមានហើយប្រធានមានហើយសេដាក់กระดาษហើយធ្វើថាពិបាកសរសេរជា Word សេដៃលើกระดาษក៏បានដែរឲ្យតែថតរូបឲ្យច្បាស់ submit មក បាទលោកគ្រូបាទចុះឲ្យលោកគ្រូឲ្យនិយាយថាប្រឡងហ្នឹងចេញទៅសំណួរមែនលោកគ្រូអត់ចេញលំហាត់លក្ខណៈដូចលោកគ្រូឲ្យធ្វើ ចេញលំហាត់ក៏មានសំណួរក៏មានអូខេ លោកគ្រូបាទអរគុណច្រើនលោកគ្រូ ណែលំហាត់យើងដូចជាធ្វើឲ្យច្រើនដែរតែទឹក homework ហើយយើងទៅធ្វើ homework ហ្នឹងគឺចេះធ្វើហើយអូខេ ប៉ុណ្ណឹងមិនដែរឯកភាពឯងតើអស់គ្នាចឹង គ្រូសុំគ្រូសុំសាកនិយាយភាសាទៀតសុំសាកគ្រូនិយាយភាសាទៀតអាកន្លែងដែលថាធ្វើ2 ម៉ោងហើយនោះលោកគ្រូខ្ញុំសាប់អត់សូវបានមិញលោកគ្រូវាដាច់ ណែគេអាចធ្វើឲ្យក្នុង2 ម៉ោងនឹងមានជា bonus ប៉ុន្តែអ្នកដែលធ្វើឲ្យលើសពី2 ម៉ោងហ្នឹងអត់នឹងដកបន្ទុកវិញទេលោកគ្រូអត់ដកឯងធម្មតាគិតធម្មតា ចុះ deadline ត្រឹមម៉ោងប៉ុន្មានលោកគ្រូ deadline យប់ដូចយើងចង់បានម៉ោង 12 ហ្នឹង លោកគ្រូខ្ញុំសួរមួយមកដូចការលើកមុនជាអាទិត្យមុនដែលខ្ញុំ submit assignment លោកគ្រូខ្ញុំ submit នៅម៉ោងមិន10 កន្លះ 59 ហ្មងតែវាដាក់ដូច late លោកគ្រូវាដាក់ late អាហ្នឹងអត់អីណាលោកគ្រូវា late បានទីវាដាក់ក្នុងហ្នឹងអត់ដាក់ទេប៉ុន្តែខ្ញុំ submit ហ្នឹងម៉ោងមិន10 59ហ្មងគ្រូហើយជាលើសមកខាងឈ្មោះគេហើយ មួយយ៉ាងសម្បត្តិលោកគ្រូ លំហាត់គេ homework ទីម៉ានខ្ញុំដូចជាមាន screenshot ទុកលោកគ្រូ homework គេ homework ទីម៉ាន លោកគ្រូចាំខ្ញុំទៅហៅមើលសិននេះឃើញបាទ 1 នាទីលើយឺត ដូចជាយឺត1 នាទីណែយើងយឺត1 នាទីមិន1 នាទីយើងគ្រូបើខ្ញុំ submit ម៉ោងមិន10 59ហ្នឹងអីទេអត់អីទេយឺតបន្តិចអត់អីទេមកយឺត24 ម៉ោងអីបាទណែអស់ហើយចឹងមានaiចង់តេស្តមើលចង់ក្រោយហើយយើងសេចម្លើយនៅក្នុង Word ទៅសេ comment ទាំងបាននៅក្នុង Word ទៅហើយ submit មកអស់ហើយចឹងមានaiគេអត់មានaiគេសួរអីទេអាចសម្រាប់បាន
លោកគ្រូបើសិនជាឆ្ងល់អាចឆាតទៅ Telegram លោកគ្រូសួរបានហ្នឹង ហ្នឹងមានអ្នក មានអ្នកមកសួរលើកមុនសួរអាចសួរបាន អរគុណលោកគ្រូ ហ្នឹងអរគុណច្រើនយើងអាចសម្រាប់បាន ជម្រាបលាលោកគ្រូ រៀបលាលោកគ្រូ ជម្រាបលាលោកគ្រូ